មុខនេះពេលច្រើនគេដាក់តាមឡូកាតែបើឃ្លានញ៉ាំមានតែធ្វើខ្លួនធ្វើគ្រឿងស្រាស្រាហើយបានជាលក់ជាមួយនឹងទឹកស៊ីអ៊ីវអញ្ចឹងទៀតណាជាតិស្លាប់បងប្អូនអើយមុនដំបូងខ្ញុំដាក់ស្ងោរមាន់ជាមុនសិនស្ងោរឲ្យវាឆ្អិនឲ្យហើយមករៀបចំហាន់បន្លែបដាហើយទ្រាំតែមាន់ឆ្អិនបន្លែយើងក៏រួចរាល់រួចហើយបន្លែហ្នឹងខ្ញុំយកមកស្រោះហើយពេលស្រោះហ្នឹងខ្ញុំបន្ថែមប្រេងឆាតិចដែរឲ្យបន្លែនៅពណ៌ស្រស់ល្អហើយត្រាំជាមួយទឹកកកពេលស្រង់ចេញវិញរួចហើយខ្ញុំមកផ្សំគ្រឿងទឹកសោះម្ដងមុនបងខ្ញុំដាក់ខ្នុរស្ករប៊ីចេងជាមួយនឹងទឹកប្រេងខ្យល់ទឹកស៊ីអ៊ីវហើយនឹងបន្ថែមជាមួយនឹងទឹកសាបធម្មតាយើងបន្តិចហ្នឹងកូរឲ្យរលាយចូលគ្នាភ្លក់ទៅមើលទៅរៀងសាបខ្ញុំក៏បន្ថែមទឹកស៊ីអ៊ីវបន្តិចដែរកុំភ្លេចបន្ថែមប្រេងល្ងចូលផងបងប្អូនបន្ទាប់មកយកទឹកសនឹងមកឆាចូលគ្នាទៅបំពងខ្ទឹមក្លិនឲ្យឈ្ងុយអញ្ចឹងទៅហើយបន្ថែមជាមួយនឹងម្សៅឆាបន្តិចដើម្បីឲ្យវាខាប់ពេលតែយើងដាក់ជាមួយមាន់ទៅសាច់វាខាំចូលគ្នាល្អស្ពៃខៀវពេលបានត្រាំជាមួយទឹកកកអញ្ចឹងសាច់ឡើងស្រួយហើយពណ៌នៅខៀវល្អទៀតតែប៉ុណ្ណេះជិតបានញ៉ាំហើយបងប្អូនឥឡូវខ្ញុំរៀបចំប្រឡាក់សាច់ជាមួយនឹងបន្លែហ្នឹងជាមួយនឹងទឹកសោះនឹងចូលគ្នាហើយច្បល់ទៅច្បល់មកដល់ពីច្បល់រួចហើយមកវាចូលសព្វគ្នាល្អខ្ញុំក៏មករៀបចំដាក់ចានហើយដាក់ក្នុងកូនចានមួយយកទៅទុកក្លាសេក្នុងទូទឹកកកខ្ញុំក្លាសេប្រហែលជា3ម៉ោងដែរបានសាច់នឹងត្រជាក់ស្រួយហើយសាច់ខាំចូលគ្នាល្អ